ពេលនោះដែរគ្រូម៉ែបានសុតបល័យមុនពិធីការដើម្បីធ្វើឲ្យកូនក្រក់កាន់តែមានធម៌ពលខ្លាំងថែមទៀតបានលើកត្រឡប់ទឹកមកផឹងតែភ្លាមនោះនាងបានដំអកសិនរួចក៏និយាយថាប៉ូទឹកនេះឆ្អាប់ណាស់ខ្ញុំផឹកមិនចូលទេក្លិននេះខ្ញុំដូចជាចង់ក្អួតហើយអូយជួយខ្ញុំផងខ្ញុំឈឺណាស់អូយចុកណាស់អូយយាយសម្រាប់សិនចុះ Channel សុកជាខ្មែរ 3D សូមជូនរឿងអ្នកលេងអាគមអំពើខ្មៅភាគទី1នៅក្នុងភូមិដាច់ស្រយាលមួយធ្លាប់តែរស់នៅយ៉ាងសុខសាន្តតែពេលនេះបែរជាមានអាគមដ៏អាក្រក់គ្របដណ្ដប់ទៅវិញណាចុយថ្ងៃនេះអញចង់ចូលទៅក្នុងភូមិបន្តិចវិញអញតាលោកគ្រូចង់ចូលទៅក្នុងភូមិធ្វើអីដែរទៅនឹងហើយខ្ញុំងុយដេកណាលោកគ្រូមេឃនៅមិនតាន់ជប់ឯណាវិញអញចង់សារអាគមហើយនឹងចង់បង្កើនប្រធានភាពផងណាឯងយល់ដែរទេណាលោកគ្រូមានអាគមខ្លាំងទៅហើយចង់បង្កើនធ្វើអីទៀតទៅទៀតឯងនឹងដឹងហើយឆាប់ទៅដួសទឹកមកឲ្យអញមកយកមកត្រឡប់មកណាចាប់មន់មកផងវិញបាទលោកគ្រូនេះចយដែលតាបំរើលោកគ្រូមិលក៏បានទៅដួសទឹកមួយត្រឡោកនិងមន់មួយក្បាលយកទៅឲ្យលោកគ្រូមិលភ្លាមលោកគ្រូនេះបានហើយលោកគ្រូបន្ទាប់ពីបានមន់មួយក្បាលហើយគ្រូមិលក៏ខំមន់មូលកទាំងរស់ដើម្បីបង្ហូរឈាមដាក់ទៅក្នុងត្រឡោកតែម្ដងនេះលោកគ្រូប្លាក់អស់ហើយមិនអីនោះទេនៅឲ្យស្ងៀមកុំរំខានជើងឯងថយទៅម្ខាងសិនចុះបន្ទាប់ពីយកឈាមលាយក្នុងទឹកហើយគ្រូមិលចាប់ផ្ដើមសូត្រមន្តអាគមដាក់ទឹកនោះមួយសន្ទុះធំបានហើយតោះពួកយើងឆាប់ទៅតនព្រះអាទិត្យមិនតន់លិញណាបានលោកគ្រូអ្នកលោកគ្រូអាចប្រាប់ខ្ញុំបានទេហើយយកទឹកនឹងមកធ្វើស្អីទៅអានេះបើមិនប្រាប់វាសួរមិនឈប់មែនទេមកហីយើងយកទឹកមកនេះគឺឲ្យអ្នកភូមិផឹកបើកាលណាមានគេផឹកហើយនោះនឹងត្រូវអំពើហើយណាហើយចូលបន្តមកទៀតលោកគ្រូធ្វើអីបន្តទៅអ្នកដែលត្រូវអំពើនឹងវេទនាក្អួតឈាមរហូតដល់ស្លាប់ហើយពេលនោះយើងនឹងយកឈាមរបស់គេទៅស្រោចលើកូនក្រក់ដីឥដ្ឋរបស់យើងហើយបន្តមកកូនក្រក់ដុំឥដ្ឋខ្មៅនោះនឹងមានធម៌ពលកាន់តអស្ចារ្យហើយខ្ញុំយល់ហើយលោកគ្រូល្អបើយល់ហើយឆាប់ទៅលឿនឡើងទៅនាងម៉ៃក៏លេចទៅមើលគ្រូមិលនិងនាយចយហើយហាក់មានការអ្វីសំខាន់នាងក៏បានសម្ដែងដើរចូលមកលោកគ្រូនោះគឺនាងម៉ៃដែលជាស្ត្រីមានផ្ទៃពោះលោកគ្រូនាងកំពុងទៅដើរមកហើយនោះល្អណាស់ពោះធំបែបនេះអញរត់ទៅចង់បានវិញអាចយឯងបញ្ឆោតឲ្យហៅវាហាមនិយាយអ្វីឲ្យនាងដឹងថាយើងលេងអាគមឲ្យសោះណាបានលោកគ្រូខ្ញុំយល់ហើយក្មួយម៉ៃក្មួយមកនេះមកផ្លេតមើលនាងម៉ៃក៏លេចទៅមើលគ្រូមិលនិងនាយចយហើយហាក់មានការអ្វីសំខាន់នាងក៏បានសម្ដែងដើរចូលមកតាពូមានការអ្វីដែរបានក្មួយស្រីលបងមិលត្រូវការជួបក្មួយស្រីបន្តិចហ្នឹងណាឃើញថាប្អូនដូចជាមានពោះធំផងមែនទេតាពូមានការអ្វីដែរនាងក្មួយមានផ្ទៃពោះប្រមាណខែហើយនឹងមើលទៅដូចជាចិត្តគ្រប់ខែហើយពូមានទឹកថ្នាំពិសេសគឺជំនួយកូននៅក្នុងផ្ទៃណាសូមផឹកទឹកនេះទៅចុះមែនទេពូល្អណាស់ពូខ្ញុំសុំហូបបន្តិចមកណាខ្ញុំមិនគួរសមនោះទេហូបចូលមិនចាំបាច់គួរសមទេមួយតាមស្រួលទៅនាងម៉ៃបានលើកត្រឡប់ទឹកមកផឹងតែភ្លាមនោះនាងបានដំអកសិនរួចក៏និយាយថាពូទឹកនេះឆ្អាប់ណាស់ខ្ញុំផឹកមិនចូលទេក្លិននេះខ្ញុំដូចជាចង់ក្អួតហើយក្មួយបិទច្រមុះហើយសំផឹកទៅព្រោះទឹកនេះបើកម្លាំងណាស់ឆាប់ឡើងទៅមែនហើយក្មួយស្រីហើយឆាប់ផឹកទៅអត់ទេឆ្អាប់ណាស់ខ្ញុំមិនអាចផឹកបានទេនាងម៉ៃកាត់អារម្មណ៍ចង់ក្អួតចង្អោររួចក៏ដាច់ចេញបាត់ទៅចំជាចង្រៃមែនបីគួរឲ្យខឹងខ្លាំងណាស់ហើយអីបានជាបែបនេះទៅវិញ
លោកគ្រូកុំខឹងអីសាកលបងជាមួយអ្នកផ្សេងសិនទៅហើយនាងម៉ៃចាំលើកក្រោយចាំគិតទៀតក៏បានណាមែនទេឆាប់ទៅលឿនឡើងទៅ គិតហើយគ្រូមើលក៏សំដែងទៅមុខបន្តទៀតដើរមួយសន្ទុះក៏ទៅដល់ផ្ទះយាយជួង លោកគ្រូយាយជួងកំពុងតែដេញហើយមើលទៅដូចជាកំពុងតែមិនស្រួលខ្លួនហើយលោកគ្រូបើអញ្ចឹងឆាប់ចូលទៅឱកាសល្អហើយណាយាយយ៉ាងម៉េចទៅហើយយាយ អើយយាយមិនស្រួលខ្លួនសោះពិបាកទ្រាំណាស់ក្អកមិនឈប់ទេ បើអញ្ចឹងយាយឆាប់ហូបទឹកនេះសិនចុះណា ទឹកអ្វីនឹងជាថ្នាំមែនទេខ្ញុំមិនឈឺធ្ងន់ធ្ងរឯណាមិនអីទេ ទោះជាមិនឈឺធ្ងន់ក៏គួរតែហូបដែរណាយាយហូបចុះឲ្យវាបាត់ក្អកណាយាយ ចាអរគុណហើយខ្ញុំសាកសិនណា យាយជួងជាមនុស្សដំបងដែលបានហូបទឹកលីឈីមុនដែលបានបញ្ចុះអកុំរបស់គ្រូមើលតែនៅមានអ្វីកើតឡើង យាយសម្រាប់សិនទៅតោះអាចយទៅវិញបានលោកគ្រូ យាយជួងបានផឹកទឹកនោះហើយមួយសន្ទុះក្រោយមកគាត់ក៏ក្អួតឈាមចេញមកមិនឈប់ទាល់តែសោះ អូយជួយខ្ញុំផង សម្រាប់ហើយអាចយឯងឆាប់ទៅត្រង់យកឈាមនោះមកហោះនេះបានហើយលោកគ្រូ ជួយខ្ញុំផងខ្ញុំឈឺណាស់អូយចុកណាស់អូយ យាយសម្រាប់សិនចុះបន្តិចទៀតបាត់ឈឺហើយណាយាយតោះឆាប់ឡើងអាចយយើងទៅវិញ បន្ទាប់ពីបានឈាមកំអួតយាយជួងហើយនោះពួកគេក៏វិលទៅកាន់ទីកន្លែងសក្ការៈរបស់ខ្លួនវិញ ណែលោកគ្រូហួចចុះគិតបែបណាបន្តទៀតទៅលោកគ្រូឲ្យឈាមយាយជួងមកអញស្រោចវាលើរូបកូនក្រក់ខ្មៅនេះណា ក្នុងពេលនោះដែរគ្រូម៉ែបានសុទ្ធបល័យមុនពិធីការដើម្បីធ្វើឲ្យកូនក្រក់កាន់តែមានធម៌ពលខ្លាំងថែមទៀត